นี่คือจะมุกมโหมุกมกจะเป็นตัวทางผงมันชาชิมแบบเปรี้ยวชิมมวยนึงกระจุกตรังซ้ำลงนี้ผงมันไปกรอบกระจุกตรังมีคันไปหังจำซอจำกระห้องแบบเปรี้ยวให้เป็นน้ำเต็มไว้ใบตองหนึ่งจานละบาดของcon chia បន្តមកទៀតនេះគឺខ្ញុំបានរៀបចំឆាជាដំបូងគឺខ្ញុំដាក់ប្រេងឆាបន្តិចចំនួន1វែកបន្ទាប់មកគឺខ្ញុំដាក់ខ្ទឹមសខ្ទឹមក្រហមទាំងពីរមុខនោះគឺយើងឆាចូលគ្នាឲ្យឈ្ងុយបន្តិចបានតែពេលយើងថារឿងឈ្ងុយបន្តិចហើយគឺយើងដាក់ម្ទេសចូលឆាវាម្ដងទៀតបន្ទាប់មកទៀតគឺយើងដាក់សាច់ជ្រូកចិញ្ច្រាំចូលយើងបន្ថែមភ្លើងវាបន្តិចបងប្អូនដើម្បីឲ្យកាត់ជាតិឆ្អាបល្អនៅពេលគឺយើងលីងទឹកជ្រូករៀងឆ្អិនបន្តិចហើយគឺយើងដាក់ទឹកស៊ុបចូលចំនួនកន្លះវែកដើម្បីឲ្យសាច់យើងវាឆ្អិនសព្វល្អពេលនេះគឺយើងលីងវារយៈពេល2ទៅ3នាទីគឺយើងឃើញថាសាច់យើងនឹងវារៀងឆ្អិនបន្តិចហើយខ្ញុំក៏បន្ថែមនៅគ្រឿងផ្សំបាទបងប្អូននៅពេលនេះគឺយើងដាក់គ្រឿងផ្សំចូលមានដូចជាទឹកប្រេងខ្យងទឹកត្រីម្សៅស៊ុបរ៉ូឌីហើយនិងប៊ីចេងបាទបើសិនជាបងប្អូនចូលចិត្តក៏បងប្អូនអាចដាក់ស្ករសចូលបន្តិចបានពេលនេះគឺយើងកូរវាម្ដងទៀតឲ្យវាសព្វល្អបានបន្ទាប់មកទៀតគឺយើងដាក់ម្រះព្រៅចូលគឺយើងឆាម្រះព្រៅឲ្យរាងទន់បន្តិចឥឡូវគឺឃើញតាមម្ហូបយើងគឺអត់មានរួចរាល់ហើយពេលខ្ញុំថែមទឹកស៊ុបបន្តិចទៀតដើម្បីឲ្យវាមានជាតិទឹកកុំឲ្យម្ហូបយើងឃើញថាវាកោកពេកបាទនៅពេលនេះគឺឆ្អិនរួចរាល់ហើយអរគុណបងប្អូនជួយ follow ខ្ញុំអ្នកមួយផងបានតំណងអត់បងប្អូនទាំងអស់គ្នាម្ហូបនេះគឺងាយបងប្អូនអាចសាកធ្វើបាននៅផ្ទះដោយខ្លួនឯងអរគុណច្រើនបាយបាយ